đây sao ai nó bị break hay chậm thế đấy áនេះហើយជាសម្ដីដែលខ្ញុំទទួលបានរហងៃពីមិត្តភក្តិរបស់ខ្ញុំហ្មងនៅសាលាថ្ងៃនេះមិនក្តៅក៏ក្តៅហប់ក៏ហប់អាចេញពីរៀនគួរវាឈឺក្បាលហើយនៅក្បាលឡើងប្រេងទៀតហៅទៅកក់សក់តិចសិន đây sao ai nó bị break hay chậm thế đấy á នេះហើយជាសម្ដីដែលខ្ញុំទទួលបានរហងៃពីមិត្តភក្តិរបស់ខ្ញុំហ្មងនៅសាលាដែលជាចំអន់ខ្ញុំមែនតើថានេះអត់ដែរមិនសោះហើយឡើងប្រេងឡើងគេអីច្រើនម៉ែគាត់ទៅខ្ញុំក៏អត់ចេះអន់ចិត្តដែរប៉ុន្តែវាជារឿងប៉ັດសក់របស់ខ្ញុំឡើងប្រេងឡើងគេបាយចុងអីបែបហ្នឹងហើយបើថាមេក្តៅ5ថ្ងៃអីវិញណាគឺសក់ខ្ញុំឡើងប្រេងតែម្ដងតែខ្ញុំបានប្រើប្រាស់សាប៊ូថែទាំអីជាប្រចាំប៉ុន្តែវាបានផ្ដល់ផលឲ្យសក់របស់ខ្ញុំទេប៉ុន្តែឥឡូវហ្នឹងណាខ្ញុំបានទទួលបានការណែនាំពីមិត្តភក្តិរបស់ខ្ញុំឲ្យប្រើប្រាស់chấtសាប៊ូ Sandaria ខ្ញុំអត់ធ្លាប់ប្រើសាប៊ូនេះពីមុនមកហើយខ្ញុំក៏ដឹងថាប្រសិទ្ធភាពវាមិនដែរអញ្ចឹងយើងនឹងមកសាកល្បងប្រើទាំងអស់គ្នាក្លិនគេក៏អូហ្មងណាអូក្លិនក៏អូហើយទៅចេះស្បែកក្បាលវាលើកស្បែកក្បាលខ្លាំងមែនតើហ្មងណាបន្ទាប់ពីយើងកក់សោះហើយអីដែលយើងខ្វះបានហ្នឹងគឺ mask of sock សាច់គេឡើងក៏អូហ្មងហើយឡើងល្មួតហ្មងណានេះក្លិនវាក៏ក្អូបហើយសក់ខ្ញុំមកក៏លែងជាពាក់ដូចមុនដែរបន្ទាប់ពីយើងអោបសក់រួចហើយយើងក៏មកលាងទឹកឲ្យវាស្អាតបន្ទាប់មកក៏មកផ្លុំសក់ឲ្យវាស្ងួតទៅ50ទៅ70%ហើយយើងក៏អត់ភ្លេចនៅប្រេងសេរីរឿង Sandaria ដូចគ្នាដោយវាមានផលប្រយោជន៍ដូចជាបំបត្តិភាពផុយស្រួយនៃសក់ផ្ដល់សំណើមឲ្យសក់មានភាពភ្លឺរលោងហើយក៏បំបត្តិនៅការបែកចុងដូចគ្នាក្លិនវាក៏អូបបងអូនដូចទឹកអំអញ្ចឹងអូហើយបងប្អូនខ្ញុំភ្លេចប្រាប់ស្រោមស្រីរឿង Sandaria ហ្នឹងក៏អាចប្រើលើស្បែកបានដូចគ្នាដូចជាបំបត្តិអាចរុយការពារកម្ដៅថ្ងៃបំបែកស្បែកព្រឹត្តិការណ៍ហើយនឹងផ្ដល់សំណើមដល់ស្បែកយើងដូចគ្នានេះហើយបងអូនគឺជាលទ្ធផលដែលខ្ញុំបានប្រើប្រាស់សាប៊ូកក់ Sandaria រួចបងអូនមើលសភាពបានសភាពសក់គឺមានសភាពទន់ភ្លឺរលោងនិងមានសំណើមបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកកាន់ page ខាងលើនេះបាន